សួស្តីបងប្អូនអរគ្នាបាទជាពិសេស fan បាទរឿងម្ចាស់ស្នេហ៍ប្រែបេះដូងបាទហើយខ្ញុំក៏ fan កាប់មុខរបស់ Outro ដែរបងប្អូនអរគ្នាបាទបងប្អូនប្រកាសជារងចាំមើលភាគ6ឯមែនអត់អូខេបងប្អូនបាទភាគ6នឹងចេញមកល្ងាចហ្នឹងឯងបងប្អូនបាទអញ្ចឹងកុំភ្លេចរងចាំទាំងអស់គ្នាបាទហើយជាពិសេសបាទគឺដល់វគ្គដែលកន្លែងបាទម៉ាលីគាត់ពិបាកចិត្តបងប្អូនដោយសារតែម្ដាយរបស់គាត់ហ្នឹងបានយកលុយចំនួន5000របស់ប្រូវីតទៅបាត់ហើយបងប្អូនប៉ុន្តែគាត់ក៏ហាក់ប្រូវីតថាយកទៅធ្វើផ្ទះអញ្ចឹងណាប៉ុន្តែជាតិពិតគឺគាត់មិនមែនយកទៅធ្វើផ្ទះទេបាទគឺគាត់យកទៅលេងល្បែងអញ្ចឹងទៅបាទពីដំបូងឡើយគាត់គិតថាចាក់ចេញពីកន្លែងផ្ទះប្រូវីតហើយបងប្អូនបាទម៉ាលីប៉ុន្តែបន្ទាប់ពីដឹងថាម្ដាយរបស់គាត់យកលុយចំនួន5000មកគាត់ក៏សម្រេចចិត្តនៅធ្វើការកន្លែងហ្នឹងវិញប៉ុន្តែឥឡូវនេះវគ្គ5នេះអាជីបាននាំឪពុករបស់គេបាទនាំប៉ារបស់គេមកដេញម៉ាលីចេញទៀតហើយបងប្អូនហើយយើងមិនទាន់ដឹងថាដេញបានសម្រេចឬក៏អត់ទេបាទឥឡូវនេះដល់វគ្គកន្លែងដែលម៉ាលីលើកទឹកឲ្យអាជីហើយនិងប៉ាគាត់ចឹងណាអញ្ចឹងហើយរឿងនេះបាទមិនដឹងថាភាគ6ហ្នឹងយ៉ាងណាទេបាទអញ្ចឹងសង្ឃឹមថាបងប្អូនអស់គ្នាបាទកុំភ្លេចរងចាំនៅល្ងាចហ្នឹងបាទយកគិតថាម៉ោង7 8ចុះបងប្អូនបាទដោយសារតែភាគ5គាត់ចេញលឿនដែរអញ្ចឹងណាបងប្អូនអញ្ចឹងហើយគិតថារឿងនេះអាចនឹងចេញម៉ោង7 8ចុះបងប្អូនហើយរឿងនេះកាន់តែល្អមើលហើយដោយសារតែដល់កន្លែងកាន់តែស៊ីជម្រៅដល់កន្លែងកាន់តែជ្រៅបងប្អូនអរគ្នាបាទអញ្ចឹងហើយអត់មានអីទេបងប្អូនមានតែចាំមើលទាំងអស់គ្នាសូម្បីតែខ្ញុំកំពុងតែរុនផ្ទះសារងចាំមើលយ៉ាងខ្លាំងតែម្ដងហើយបងប្អូនអរគ្នាបាទខ្ញុំសូមបងប្អូនរឿងមួយបាទជួយ Subscribe Channel YouTube ខ្ញុំបានម្នាក់មួយផងបងប្អូនអរគ្នាបាទដើម្បីឲ្យឆាប់បាន 1K អញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងហើយបាទខ្ញុំអត់មានអីទេមានតែពាក្យថាអរគុណសម្រាប់បងប្អូនដែលគាត់ជួយ follow ជួយ Subscribe Channel របស់ខ្ញុំអញ្ចឹងណាបាទអញ្ចឹងហើយវីដេអូយើងក៏មានតែប៉ុណ្ណឹងដែរបាទរងចាំទស្សនាភាគ6ទាំងអស់គ្នាបងប្អូនអរគ្នាបាទបាយបាយ